clinic bao nhom cứ thời tại chi clinic muối standard hai aiประกวดประเจนmỗi bỏ tê bán đại aoประเจนchôn khmai quạtตัวสกอร์ท่าโอ้ตั้มเป็ดเนยขมายขู่เป็ดในขมายปากไก่ให้ก็มีขู่เป็ดขมายได้กวาดเหมือนสมเด็จขวดได้คือเชี่ยบ้าดอยเบะโด้งดอยเพียบเกาะกระดาษจมพวกกวดมาดอยไปนี่ก็มีแหนจึงงื้อจางได้ได้เชี่ยเตะชนบ่อเยื้องกวดทะเลาะมีบอดไปเศร้าเติบเชี่ยบ้าเนยแถวไปเตะดอศกไทยศกเวียดนามหรือก่อนเนี่ยคลาแต่ดอสิงคโปร์อะไรก็กดโดมมาเวนกดชื่อเบะโดงเนี่ยเพลย์จัดกดคือปัจเจียสำคัญจังกาบเชียบาเพลย์ไก่เชียหึงมุ้ยคนใต้กาบเชียบาแต่งเพลย์จัดคือเชียไว้ได้เพื่อเอาเยื่อช่วยเนี่ยจะงื้อบ้านกรบกาบดอเสว่าเตอเนี่ยจะงื้อคือเถอแต่เมียนคนอภิบเมียนกรอมเสด็จทอให้เมียนพิบเกาะกระดาษโดยบองปนโขซาบอเนี่ยจะงื้อจังวิทอโจดีเย่โจเลิกตักจัดโจพลาพรายกระชิบซัวบางคนดักเนี่ยได้กระโปรงแต่เทศนาวิดีโอมินิสฟาโกมาการวิดีโออมปีดำน้ำขนมเพียบเชียร์สะกันให้แทนนี้ผมได้ยมนึงสมเพียรช่วยนึงวิจัยบันทึกจำนวนปีรูปแต่จังดังท่าฮัดไอ้ได้ชื่อบุปผาดำไปกอดประกาศอาชีวกรรมมินิล้างดาวดาวตะเลอาชีวกรรมคางแผนกจังอาชีวกรรมมินิคือปัจเจตรกาจุ่มเนี่ยจุ่มเนี้ยวิชีวิตให้กับโดยเฉพาะการศึกษาของพวกเหมือนแต่จังดังท่าตาเอาไว้คือชื่อบุปผาชื่อดำนาดำตรงได้เอาบงมองวิจัยบันทึกแต่งปีกอดขนมเนียมจีครัวซาแต่งปีขนมกาโจคนนี้บางการเตจีอาชีวกรรมดอละออมินิล้างจังเตยจูบจมวยนังชนะบร้องก็โดยเชียการใจดุมไหลบอดปีศาจดอลละอมินิปีปุกต่างอักเนียจะจิมิบซัวจะจิมิบซัวเนี่ยคือวิชาบันเดจิมิบซัวลูกครูจะชมอันญาตเอาลูกครูเนี่ยครูไอช่วยนายน้องครูในการบ่งโอนแดงบ่งเทศนาต่างอักเนียจ้ะจิมิบซัวบ่งโอนเนียงขยมวิชาบันเดหอมเชงอีเนียงขยมคือเชียวิชาบันเดไอกเตคังพเนจ้ะสุดเลยบ่งโอนออกเลี้ยขยมบาดวิชาบันเดเฮซพอลไอกเตคังจือพเนบาจะจังเอาลูกครูเนี่ยครูบ้านช่วยนายน้องอัมพีอาชีวกรรมก็โดยเฉพาะผลิตภัณฑ์เสวกรรมได้ลูกครูเนี่ยครูมีจ้ะពួកយើងជាវិជ្ជាបណ្ឌិតឯកទេសទាំងពីរនាក់អញ្ចឹងយើងបើក clinic មួយដែលជា clinic ឯកទេសតែខាងភ្នែកទេចាគឺយើងពិនិត្យជាបាលផ្ដោតទៅលើតែជំងឺភ្នែកមួយគត់ដែលមានទាំងតាំងពីកុមាររហូតដល់មនុស្សចាស់clinic ភ្នែករបស់យើងគឺមានឈ្មោះថាមន្ទីរព្យាបាលជំងឺភ្នែកភ្នំពេញឬក៏យើងហៅសាមញ្ញថា clinic ភ្នែកភ្នំពេញចា clinic ភ្នែកភ្នំពេញចាអរគុណលោកគ្រូអ្នកគ្រូសម្រាប់ការណែនាំខ្លួនចង់បន្តទៀតខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូបានជួយបង្ហាញថាតើអ្វីជាដំណើរដែលលោកគ្រូអ្នកគ្រូចាប់ផ្ដើមអាជីវកម្មមួយនេះឡើងជាបុព្វហេតុជាបេះដូងនៃសារអាជីវកម្មមួយនេះជាអាជីវកម្មមួយដែលត្រូវការបច្ចេកទេសច្រើនចឹងលោកគ្រូអ្នកគ្រូហេតុអីបានបង្កើតអាជីវកម្មមួយនេះឡើងដែរចាមូលហេតុដែលយើងបង្កើត clinic នឹងមកគឺយើងចង់ផ្ដល់សេវានៃការព្យាបាលភ្នែកមួយដ៏មានគុណភាពហើយមានភាពកក់ក្ដៅព្រោះពីមុនមកយើងទទួលបានការរីកគុណជាច្រើនជាពិសេសនៅលើផ្នែកសុខាភិបាលរបស់យើងបងអូនក៏ធ្លាប់បានឮដែរថាអូគ្រូពេទ្យខ្មែរអត់ប្រកែទេគ្រូពេទ្យខ្មែរគាត់សម្ដីអត់ល្អទេគ្រូពេទ្យខ្មែរទៅអ្នកជំងឺគាត់ខ្លាចគ្រូពេទ្យស្ដីឲ្យអញ្ចឹងអាហ្នឹងខ្ញុំចាំទុកនៅក្នុងចិត្តតាំងពីខ្ញុំនៅជាសិស្សម្លេះខ្ញុំគិតថាបើសិនជាពេលដែលខ្ញុំចេញជាគ្រូពេទ្យខ្ញុំមានសមត្ថភាពឬក៏ខ្ញុំមានលទ្ធភាពក្នុងការបើក clinic របស់ខ្ញុំគឺត្រូវតែជា clinic មួយ standard ហើយអាចប្រកួតប្រជែងមួយបរទេសបានដែលឲ្យប្រជាជនខ្មែរគាត់ទទួលស្គាល់ថាអូតាមពិតនៅខ្មែរគ្រូពេទ្យភ្នែកខ្មែរបកកែហើយក៏មានគ្រូពេទ្យខ្មែរដែលគាត់មិនសម្ដីអាក្រក់ដែរគឺព្យាបាលដោយបេះដូងដោយភាពកក់ក្ដៅចំពោះគាត់អញ្ចឹងអាហ្នឹងគឺជាអ្វីដែលស្ថិតនៅក្នុងបេសកកម្មរបស់យើងរាល់ថ្ងៃគ្រប់ការព្យាបាលគ្រប់ការផ្ដល់សេវាទៅអ្នកជំងឺគឺត្រូវតែមានគុណភាពមានក្រមសីលធម៌ហើយមានភាពកក់ក្ដៅដោយបងប្អូនគ្រួសាររបស់អ្នកជំងឺអញ្ចឹងចាអញ្ចឹងជាការចិញ្ចឹមចិត្តមួយតាំងពីដើមមកហើយនៅពេលដែលយើងបានចាប់ផ្ដើមក៏ជាគោលដៅក៏ជាអ្វីដែលយើងបដិញ្ញាថាយើងត្រូវតែធ្វើពីអ្នកគ្រួសារគឺគិតគ្នាយើងដាច់ខាតគឺយើងឈរនៅលើគោលដៅហ្នឹងទោះបីជាយើងចាប់ផ្ដើមនៅក្នុងទំហំទូចប៉ុណ្ណាក៏ដោយឬក៏យើងរីកធំប៉ុណ្ណាក៏ដោយយើងត្រូវរក្សាគោលការណ៍នឹងឲ្យបានជាប់ជានិច្ចហើយមកដល់ពេលនេះក៏មានអ្នកជំងឺច្រើនដែរដែលជាអតិថិជនរបស់យើងគាត់ធ្លាប់មានបទពិសោធន៍ទៅព្យាបាលនៅក្រៅប្រទេសដល់ស្រុកថៃស្រុកវៀតណាមឬក៏អ្នកខ្លះទៅដល់សិង្ហបុរីក៏គាត់ឥឡូវគាត់បដូរមកវិញ
គាត់ព្យាបាលនៅនឹងប្រើសេវានៅក្នុងស្រុកចាហ្នឹងហើយព្រោះគាត់គាត់ថាបើសិនជាអញ្ចឹងគាត់អត់ចាំបាច់ត្រូវចំណាយលុយទៅស្រុកក្រៅទេគាត់ខ្ជិលហោះក៏អស់លុយច្រើនស្នាក់នៅក៏អស់លុយច្រើនហើយអត់ខុសគ្នាទេចាហ្នឹងហើយចាអញ្ចឹងបើន័យថាតាមការស្ដាប់អំពីការបកស្រាយរបស់អ្នកគ្រូក៏អាចជាទស្សនវិស័យមួយរួមអញ្ចឹងលោកគ្រូអ្នកគ្រូដើរលើទស្សនវិស័យមួយបើន័យយើងផ្ដល់ទៅសេវាកម្មដ៏ល្អមួយជូនទៅដល់ប្រជាជនកម្ពុជាអញ្ចឹងខ្ញុំគិតថាអាជីវកម្មរបស់លោកគ្រូអ្នកគ្រូមួយនេះមិនត្រឹមតែរកប្រាក់ចំណូលទេត្រូវលោកគ្រូអ្នកគ្រូបានន័យថាជាអាជីវកម្មមួយដែលជាបេះដូងជាក្តីស្រឡាញ់ឆន្ទៈជួយទៅដល់ប្រទេសរបស់យើងជាពិសេសគឺក្នុងវិស័យសុខាភិបាលអញ្ចឹងបន្តទៀតដោយសារខ្ញុំស្ដាប់មុននេះចាប់អារម្មណ៍អ្នកគ្រូបង្ហាញអំពីថាអាជីវកម្មរបស់អ្នកគ្រូគឺផ្ដោតទៅលើការផ្ដល់នៅក្តីស្រឡាញ់ផ្ដល់នៅការយកចិត្តទុកដាក់ដល់អតិថិជនអញ្ចឹងចង់ឲ្យអ្នកគ្រូបង្ហាញថាតើអាជីវកម្មការផ្ដល់ផលិតផលសេវាកម្មរបស់អ្នកគ្រូមានអ្វីដែលជាចំណុចពិសេសជាចំណុច unique ដែលខុសពីខាងផ្សេងៗអញ្ចឹងអ្នកគ្រូចាខ្ញុំអត់ចង់និយាយថាតើយើងល្អជាងអ្នកផ្សេងទេប៉ុន្តែខ្ញុំទទួលស្គាល់ថាគ្រូពេទ្យនៅស្រុកខ្មែរឥឡូវគឺគាត់មានសមត្ថភាពខ្ពស់ហើយក៏សិតតែអ្នកដែលពូកែខ្ញុំទទួលស្គាល់ថាអញ្ចឹងមិនថានៅក្នុងស្ថាប័នណាទេប៉ុន្តែពេលខ្លះវាជាឱកាសឬក៏ស្ថិតនៅក្នុងបរិបទមួយចំនួនគាត់ពិបាកក្នុងការធ្វើអ្វីដែលជាខ្លួនគាត់ឬក៏ធ្វើអ្វីដែលគាត់ចង់បាន 100% តែដោយឡែកខ្ញុំគឺខ្ញុំបើកជាអាជីវកម្មផ្ទាល់ខ្លួនclinic ផ្ទាល់ខ្លួនដែលយើង set rule ខ្លួនឯងហើយយើងកំណត់គោលការណ៍ខ្លួនឯងអញ្ចឹងយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចថាត្រូវតែធ្វើទៅតាមចក្ខុវិស័យរបស់យើងដើរតាមបេសកកម្មរបស់យើងរក្សាគុណតម្លៃរបស់យើងឲ្យបានជាប់លាប់ជាប្រចាំចាអញ្ចឹងយើងផ្ដោតទៅលើអីការពិនិត្យគឺត្រូវតែច្បាស់លាស់យកចិត្តទុកដាក់មិនគិតរឿងពេលវេលាថាបញ្ញាប់អត់បញ្ញាប់ចំណាយពេលជាមួយអ្នកជំងឺចាអញ្ចឹងពេលខ្លះអ្នកជំងឺខ្លះគាត់ស្ថិតនៅក្នុងសភាពមួយដែលធ្ងន់ធ្ងរគាត់បាក់ទឹកចិត្តមែនទែនគាត់មិនមែនឈឺផ្លូវកាយទេគឺឈឺផ្លូវចិត្តជាងអញ្ចឹងក្នុងអ្នកជំងឺប្រភេទហ្នឹងគឺពួកយើងចំណាយពេលច្រើនណាក្នុងអ្នកជំងឺខ្លះគឺយើងអាចចំណាយពេលរហូតដល់2ម៉ោងបញ្យល់គាត់ណែនាំគាត់លើកទឹកចិត្តគាត់ធ្វើម៉េចឲ្យគាត់យល់ថាតើខ្លួនគាត់ឈឺអីហើយគាត់ពេលដើរចេញទៅមានអារម្មណ៍ថាអូគាត់ឈឺអាហ្នឹងមែនហ្នឹងហើយហើយទទួលការព្យាបាលទៅបើសិនជាគាត់ចេញទៅដោយមិនយល់ថាគាត់ឈឺអីយើងដូចជាមានអារម្មណ៍ថាយើងដូចជាអត់បានជួយគាត់ចាអត់បានពេញការងារជាគ្រូពេទ្យអត់បានបញ្យល់គាត់អត់តន់យល់ផងចឹងតើតាគាត់យល់ច្បាស់ថាគាត់មានបញ្ហាអីគាត់ដើរចេញទៅអានឹងល្អចាគាត់ដឹងថាគាត់ឈឺអីហើយយើងផ្ដល់ប្រឹក្សាយោបល់ថាគាត់ត្រូវទទួលការព្យាបាលតាមវិធីណាបើគាត់អត់ព្យាបាលវាវិវត្តទៅមិនហើយបើគាត់ព្យាបាលវាអាចមានភាគរយជោគជ័យប៉ុណ្ណាភាគរយមិនជោគជ័យប៉ុណ្ណាសម្រាប់ការសម្រេចចិត្តគឺនៅលើអ្នកជំងឺចាយើងអត់បខិតបខំយើងអត់បំភ័យប៉ុន្តែផ្ដល់អ្វីដែលជាការពិតតាមការជំរាបជូនរបស់លោកគ្រូអ្នកគ្រូខ្ញុំគិតថាលោកគ្រូអ្នកគ្រូមានអ្វីដែលជាចំណុច unique សំខាន់មួយលើពីគ្រាន់តែយើងប្រឹក្សាព្យាបាលប៉ុន្តែយើងលើកទឹកចិត្តចឹងចង់ឲ្យលោកគ្រូអ្នកគ្រូចែករំលែកអំពីចំណុចនេះទៅដល់វិជ្ជាបណ្ឌិតផ្សេងទៀតដែលគាត់ភាគច្រើនគាត់បម្រើសេវាកម្មប្រឹក្សាហើយព្យាបាលតែម្ដងចឹងការដែលយើងជួយលើកទឹកចិត្តទៅដល់អ្នកជំងឺវាពិតជាសំខាន់នៅក្នុងការឲ្យគាត់ជួយខ្លួនឯងដូចគ្នាចឹងចង់ឲ្យលោកគ្រូអ្នកគ្រូចែករំលែកចំណុចនេះដែរចាថងចំណុចនេះតាមពិតទៅខ្ញុំជឿថាគ្រូពេទ្យនៅក្នុងស្រុកខ្មែរយើងគឺពួកគាត់មានលទ្ធភាពក៏មានសមត្ថភាពពេញលេញហើយសិតតែអ្នកពូកែដែរប៉ុន្តែពេលខ្លះគាត់ថាគាត់រវល់ខ្លាំងអត់មានពេលគ្រប់គ្រាន់ហើយក៏ធ្វើឲ្យយើងភ្លេចនៅចំណុចខ្លះដែលគាត់ថាអ្នកជំងឺឈឺអីយើងព្យាបាលនឹងប៉ុន្តែយើងភ្លេចគិតរឿងថាគាត់ឈឺបេះដូងនេះផ្លូវចិត្តគាត់គឺពិតជាសំខាន់អញ្ចឹងការព្យាបាលផ្លូវកាយជារឿងមួយប៉ុន្តែការព្យាបាលទាំងផ្លូវចិត្តគឺជាអ្វីដែលធ្វើឲ្យយើងជួយអ្នកជំងឺបានហើយគាត់ទោះបីជាក្នុងការព្យាបាលហ្នឹងពេលខ្លះជំងឺគាត់ធ្ងន់ស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលយើងអាចជួយគាត់បានឲ្យជាសះស្បើយ 100% ក៏ដោយប៉ុន្តែគាត់រីករាយក្នុងការទទួលលទ្ធផលមានន័យថាផ្លូវចិត្តគាត់សន្តិភាពគាត់ទទួលស្គាល់ថាជំងឺហ្នឹងអញ្ចឹងគាត់អត់នៅក្នុងចិត្តគាត់ថាហេតុអីបានខ្ញុំឈឺហេតុអីបានខ្ញុំឈឺអ្នកខ្លះគាត់
vô tôi chỉ hướng tôi chất với nam đang chỉ miên cam pi ấy bản chư tại ai ấy chẳng chẳng á chẳng được bây đại dương chia ba plei chất quất vô thoa mà chia bỏ mà nước cứ tay để chư hay chư miên xé miên thằng ngôn chẳng chia ba ta tam nâng tử chẳng quất vô biển nâng cái thơ ấy plei chất quất ngọc ngặt quất miên son để tiếp có quấtแต่ตัวกาบชีบ้าก็บ้านละแต่พอละอแต่ตามนังได้จ้า โอเคจ้าเอาคนเนี่ยครูยิ้มสดับหลังจวดได้มาดองการใจเลยบอสแล้วครูเนี่ยครูคือปัจจุบันเสียจังจังตลอดแต่กลายวิ่งหัตถาดำน้ำในขนมการจับปลาดาวบอสแล้วครูเนี่ยครูเชียร์ครูซาช่วยขี้เนี่ยจังตาแล้วครูเนี่ยครูจับปลาดาวตัวบงโดยเรียงคล้วนหรือก็แบบน่ะได้ให้รูปเพียบเชียร์อาชีวกรรมกำลังแบบน่ะได้เราหดมาดาวเป็นอีกได้จ้ายำจำในชั้นนำปีบอลดอกบุญยืงจับดาวคลินิกโต๊ะมุ้ยได้แต่มาละเว้นโต๊ะมุ้ยให้ยืงเผอแต่ในจวนกล่าวเมย์มีในท่ายืงดอยเถิมกาปินนัดหรือก็กาแวกกัดขนมกำลังมุ้ยได้อัดตุลุมตะเลียแต่ให้ยืงก็กาบดอยเสวานั่งในเมียนกำลังแต่งปะริคาแต่งตีกระไหลแต่งดำนาคาได้ยืงปลาบกเลิกเอากดบอมปิงเสวากัมดำใบดอลเสวาเอาเนี่ยจะเงือเอากดแต่ตัวบ้านพิบเกาะกระดาวปิงเล่นจังปีตะบงร้ายคือเหียงปะบะแมนเทนได้เอาไว้กรบย่างคือถัดในเลือปุกย่อมได้เชียมาจ้าได้เชียเนะดักนอมจ้ามีในท่าครูนไอจีเนะดักนอมเพราะครูนไอจีเนะเฟอร์พองจ้าให้ครูนไอตรวจเป็นนัดเลือครูนไอเวียดำไลเลือครูนไอจังเวียเฟอร์เอากางเงียยังเหียงปะบะhiện bà hãy sầm mật tập ho để trên máu cô vi ở sơ ban tràn đài cá chui nhẹ chừng ngứa có ở ban từ lùm từ liếc chỉ vừa cam bao nhiêu có ở ban từ chầm rán lươn đài chảจังจังละคนมาดาวเป็นนี่เคยท่าเป็นเป็นในบ่เนี่ยครูลูกครูคือปัจเจียบันในท่าเคยให้แตะตีนจังเตยแต่มาดองสบายยงเป็นนี่ก็ยงจังเตยเป็นในได้ได้ซะมีสบายการพิเศษก็โดยเชียร์จนโดยคลาสได้ยูนิคแตะจัดบ่ได้ท่าไปคลาสก็ท่าคนไอ้อัดเชยบางท่าตลอดมาวิ่งคือยังถือตามด้านสุขภาพชีวิตประจำจังยังถือเลือกตัวจักคนไอ้คนการทัวร์อาสบายการต่างอ้อหนึ่งได้จังปตอมาเตี้ยจังอ้อยลูกครูเนี่ยครูใจมันเลยลูกครูเนี่ยครูทลอบเมียนเปย์เบลียนามวยทลอบเมียนแตงดำนาการชีวกรรมยังเชื่อท่าตั้งปีบอลดำบวมาดอเป็นนี่คือยูจังไอ้หนังจูบพลุจูบเลี้ยงจราจะท่าลูกครูเนี่ยครูทลอบจูบเปย์เบลียนามวยได้เมื่อรำท่าปะบะจับดามปะบะนงขาดึกนมกรุบกรองอาชีวกรรมในซาลูกครูเนี่ยเขาเชียเนี่ยไปใจกันเตะจังมันเตะดึกนมอาชีวกรรมครูไอเกียรติให้ลูกครูเนี่ยครูไอชลองกัดเปย์เบลียนนางดาวดอกบิดนะแล้วคนมาดาวรีจำรานดาวจำเลยนี่ใช่ปีน้องปะบะชนะปีปอนดอกปมบวนมาเพย์ยืนการนั่งโดยเฉียมีนบกเลิกในเกิดลอยมุ้ยนับปีเนี่ยกูไปปีจังสรุปเนื้อพายแผ่นเนี่ยตียังเธอต่างอ๋อเธอต่างปีบันตาต่างปีนับจึงงื้อเช็คเมอร์เลยบันตาเช็คเมอร์กาเบียกัดไอ้เซนเตียอุติฮอลเบียกัดลางใบยืนเถอะกาเผิดกูเปิดมันเนี่ยนับปีเนี่ยดำใบรันกลางเงี้ยหนึ่งบันตาปีนั้นเบียเธอตับเผินจังมีได้ท่าเหมือนเดิมเหมือนเนี่ยไอ้เธอกลางเงี้ยใบบุญรวมเตียงเนี่ยครูว่าให้ชื่อเหมือนใบหมกเนี่ยบุญหมกอาเฉินจริงเฉินให้เราไปได้ยืงทัวกางเงียเฉินยืงใบใจกางเงียอัดบานจะบาลัวจังยืงดอลเป็นมุ้ยมีหน้ารำท่ากางเงียบ่ยืงอัดเติมหมกให้วิอัดโดยเอาไว้ได้ชีกาจองบานบ่ยืงชีโกมน้องในกาจับดาวบ่ยืงให้ยืงจองเอาเวียภาษาจึงหนึ่งก็เป็นใต้ยืงทัดในขนมกันหลายมุ้ยได้ยืงจวบแกงแล้วเขาดอมยังไงมุ้ยยมจุมันแพ้ได้กวาดชีสมาชิกบอสซีโอได้คือดร.ดารายมบ้านหิบหอบแผบกวาดถ้ายมปะบ้านแจ้ปะบ้านจ่อบ้านแจ้บ้านจ่อเตอจังกวาดก็บ้านนายนอนปวดเยิ้งท้าเอามาเรียนในซีโอเตอไข่โลยังมีนกลุ่มนึกทำไมขนมกาหิบจอมกระไหลไอ้ปลาซาวจึงหนึ่งกลุ่มเอายังซ้อนนั่นvậy mình tên peนั่นคือซ้อนไงซ้อนนั่นไงจับดาวอาชีวกรรมดำใบเอายืนริทมทอดอาชีวกรรมการแต่ทมบนใต้ยืนในตาแผลเนี่ยแผลเนี่ยเนอะพูดแผลให้เนอะตัวตู้ไอ้ก็ซอนแมนจ้ะเดี๋ยวไปนั่งย่อมก็สะมาเรียนสันยังเอาตอนโจจีสมาจะแกสะมาเรียนสเวดสะมาเรียนเต้แวะนั่งติดนะแวะแต่บอกแกย่อมจำคือจะแวะอภิบาลกิจไว้แต่เวียมันซ้ำถือแหละขั้นแต่ย่อมเหมือนแต่ไหนปงจูบปะเต้ปันต้าย่อมมีอะไรท่าแวะบอสีโอหล่อย่อมโยท่า
ពេលដែលរៀនទៅយើងទទួលបានចំណេះដឹងមួយដែលយើងគិតថាអាជីវកម្មខ្ញុំបើចង់ធំខ្ញុំត្រូវការរបស់ដែលស្តង់ដារបែបហ្នឹងហើយខ្ញុំអត់ដែរចេះទេព្រោះយើងជាគ្រូពេទ្យយើងជាអ្នកបច្ចេកទេសខាងពេទ្យយើងអត់ចេះរឿងរកស៊ីតតែសោះការដែលចាប់ផ្ដើមគឺមិនថាចេះស្អីធ្វើហ្នឹងទេអញ្ចឹងយើងក៏ចាប់ផ្ដើមមករៀនហើយក៏សម្រាប់ចិត្តថាចូលជាសមាជិកព្រោះនៅក្នុង CEO មានវគ្គឡើង12ដែលគ្រប់គ្រងទៅដែលវា cover ទៅលើផ្នែកផ្សេងទាំងអស់ទាំងធនធានមនុស្សទាំងគណនេយ្យទាំងផ្នែកពន្ធដារហ្នឹងហើយផ្សេងទៀតទាំងអស់មាន12វគ្គអញ្ចឹងគឺថាយើងចូលសមាជិកយើងចូលសមាជិកបើយើងចង់ភាសាចាចូលទាំងពីរនេះចូលមួយសិនទៅហ្នឹងហើយចូលមួយសិនទៅប៉ុន្តែនៅពេលដែលមករៀនវាយកបានតិចពេកចឹងតើចូលទាំងពីរហ្នឹងហើយអញ្ចឹងយើងចូលទាំងពីរចាចូលទាំងពីរយើងអាចមានឱកាសចាប់យកអ្វីដែលគ្រូបាននិយាយហ្នឹងវាបានច្រើនជាងមុនចាទោះបីជាមិនបានទាំងអស់ក៏ច្រើនជាងម្នាក់ហ្នឹងហើយហើយធ្វើឲ្យការគិតរបស់យើងស្តៀងគ្នាចាមានន័យថាយើងទទួលបានព័ត៌មានដូចគ្នាអញ្ចឹងការគិតរបស់យើងស្តៀងគ្នាយើងធ្វើឲ្យយើងអត់ខ្វែងគ្នាអញ្ចឹងការធ្វើរបស់យើងវាស្រួលវាស្របគ្នាអញ្ចឹងក៏បានរៀនដល់រហូតដល់ចប់វគ្គប៉ុន្តែរៀនមួយវគ្គមានអីថ្មីយកទៅអាប់ដេតមួយវគ្គមានអីថ្មីយកទៅអាប់ដេតបន្ថែមធ្វើបន្តរហូតមិនអាចថារៀនម្ដងធ្វើអស់ហើយអត់ទេរៀនម្ដង 2-3 ចំណុចចឹងធ្វើចាប់ផ្ដើមកែប្រែផ្នែកនេះភាសាឡើងទៅមកដល់រាល់ថ្ងៃយើងមិនថាវាភាសាអីអស់ចាអីទេប៉ុន្តែវាបើយើងត្រឡប់ទៅមើលពេលមុនវិញយើងស្រួលច្រើនដែលយើងមានការរៀបចំជារចនាសម្ព័ន្ធការបែងចែកការងារបុគ្គលិកគាត់មានតួនាទីការងារច្បាស់លាស់គាត់ដឹងតួនាទីរបស់គាត់យល់ពីចក្ខុវិស័យរបស់ clinic គាត់យល់ពីបេសកកម្មរបស់ clinic គាត់យល់ពីគុណតម្លៃដែលគាត់ត្រូវថែរក្សាគុណតម្លៃដែលគាត់ត្រូវផ្ដល់ឲ្យក៏គុណតម្លៃដែលគាត់ត្រូវឲ្យខាងស្ថាប័នអញ្ចឹងយើងងាយស្រួលច្រើនហើយអ្វីដែលធំបំផុតដែលខ្ញុំទទួលបានពីខាង CEO លើសពីការរបៀបក្នុងការចេះរៀបចំអាជីវកម្មឲ្យទៅជាស្តង់ដារគឺលោកគ្រូបើកត្រង់នេះបើកខួរក្បាលបើកចិត្តឲ្យខ្ញុំមានការគិតវិជ្ជមានច្រើនពីមុនយើងចង់ធ្វើអីគិតគ្នាប៉ុន្តែគឺនៅជាប់គាំងត្រង់ថាខ្លាចអញ្ចេះខ្លាចអញ្ចោះហើយគាត់ថាអូពិបាកសពគ្រប់អាស្អីក៏ពិបាកដែរប៉ុន្តែនៅពេលដែលខ្ញុំមករៀនទៅលោកគ្រូបើកធ្វើឲ្យយើងមានអារម្មណ៍ថាការគិតរបស់យើងវិជ្ជមានហើយយើងយល់ពីអាការធ្វើការងារថាលោកគ្រូបរៀនរឿងច្បាប់កម្មផលណាអញ្ចឹងយើងយល់ច្បាស់ថាបើចង់បានផលតែយើងធ្វើហើយបើយើងនៅតែអង្គុយគិតហើយអត់ចេញសកម្មភាពវាអត់អាចខ្លាយជាការពិតបានទេអញ្ចឹងអ្វីដែលធំបំផុតដែលខ្ញុំទទួលបានណាហើយក៏ជាការដឹងគុណមែនតើសម្រាប់ CEO ក៏ដូចជាលោកគ្រូធំគឺលោកគ្រូបើកចិត្តបើកខួរក្បាលហើយខ្ញុំជឿថាមិនមែនសម្រាប់តែពួកខ្ញុំទេសមាជិក CEO ទាំងអស់ពួកគាត់គឺទទួលបានការបើកចិត្តឲ្យវិជ្ជមានច្រើនមែនតើចាហ្នឹងហើយចាអញ្ចឹងចង់ដឹងអ្នកគ្រូចូលជាសមាជិកហ្នឹងតាំងពីឆ្នាំណាមកដែរអ្នកគ្រូពួកយើងចូលដូចជាចុងឆ្នាំ2022ឬក៏23ហ៎បងខ្ញុំចង់ផ្លេចដែរប្រហែលជា2000ប្រហែលជា23ហ្នឹងហើយគួរតែ23ចុងប្រហែលជាដើមឆ្នាំ2023ចាអ្នកគ្រូអញ្ចឹងមកដល់ពេលនេះខ្ទង់2ឆ្នាំជាងដែរចា2ឆ្នាំជាងចាអញ្ចឹងឆ្លៀតក្នុងឱកាសនេះវីដេអូមួយនេះក៏ឧបត្ថម្ភដោយ CEO Master Club ដូចគ្នាអញ្ចឹង CEO Master Club គឺជាកន្លែងមួយដែលជួយទៅដល់ម្ចាស់អាជីវកម្មដែលមានលោកគ្រូធំបណ្ឌិតអមសេងបារាជាស្ថាបនិកគឺបេះដូងរបស់លោកគ្រូគឺចង់ជួយដល់ម្ចាស់អាជីវកម្មហើយមួយទៀតខ្ញុំឃើញអ្នកគ្រូដូចជាធ្លាប់បានបញ្ជូនបុគ្គលិកកសាងសមត្ថភាពដែរនៅក្នុងវគ្គបុគ្គលិកឆ្នើមតើហេតុអីបានលោកគ្រូអ្នកគ្រូវិនិយោគសុខចិត្តចំណាយថវិការបស់ស្ថាប័នឲ្យបុគ្គលិកគាត់បានកសាងសមត្ថភាពដែរគ្រូព្រោះពួកយើងគិតថាយើងអភិវឌ្ឍសមត្ថភាពខ្លួនឯងចាហេតុអីបានយើងមិនអភិវឌ្ឍសមត្ថភាពបុគ្គលិកយើងចង់ឲ្យកន្លែងនឹងល្អដែលយើងល្អជាងមុនយើងបកកែជាងមុនហេតុអីមិនយើងមិនឲ្យបុគ្គលិកយើងបកកែជាងមុនលោកគ្រូបើកខួរក្បាលខ្ញុំឲ្យគិតវិជ្ជមានហេតុអីបានខ្ញុំមិនបញ្ជូនបុគ្គលិកឲ្យលោកគ្រូជួយបើកខួរក្បាលឲ្យវិជ្ជមានដូចខ្ញុំចាហ្នឹងហើយរងថ្ងៃសឹងតែបរៀនបុគ្គលិកឲ្យទៅជាម្ចាស់អាជីវកម្មព្រោះយើងព្យាយាមចង់ឲ្យគាត់ចង់បណ្ដុះគំនិតគាត់ឲ្យគាត់រៀបចំការងារ
នៅពេលថ្ងៃណាមួយបើយើងមានផែនការត្រឹមត្រូវគាត់អាចទៅជាដៃគូ ដៃគូអាជីវកម្មចា ដៃគូអាជីវកម្មអញ្ចឹងសឹងតែបុគ្គលិកគ្រប់រូបត្រូវតែរៀនធ្វើជាម្ចាស់អាជីវកម្មចាហើយបើសិនជាចេញទៅមិនខ្លាចជាអាចារ្យវិទ្យាកម្មទេកុំថាធ្វើការមករៀនចាចាប៉ុន្តែយើងមានគោលដៅមួយសម្រាប់បុគ្គលិកទាំងអស់នៅពេលដែលគាត់ចូលមកគឺយើងចង់ឲ្យគាត់ល្អជាងមុនហើយគោលដៅសម្រាប់ពួកខ្ញុំរាល់ថ្ងៃទី1គឺធ្វើឲ្យអាជីវកម្មល្អជាងមុនទី2បេសកកម្មសម្រាប់ជីវិតរបស់ខ្ញុំហ្មងគឺធ្វើ clinic ខ្ញុំឲ្យល្អឲ្យស្តង់ដារស្របតាមចក្ខុវិស័យហើយខ្ញុំបដិញ្ញាក្នុងការបង្កើតអ្នកដឹកនាំខ្ញុំព្យាយាមបង្វឹកបរិញ្ញាពួកគាត់ដែលទទួលបានពីលោកគ្រូហើយខ្ញុំទៅបរិញ្ញាគាត់បន្តខ្ញុំទៅបង្វឹកពួកគាត់បន្តដើម្បីឲ្យពួកគាត់ក្លាយជាអ្នកដឹកនាំខ្ញុំចង់ឃើញពួកគាត់ទៅចាស់ទៅចង់ទាំងអស់គ្នាខ្ញុំចង់ឃើញពួកគាត់ប្រកែទាំងអស់គ្នានៅថ្ងៃក្រោយអញ្ចឹងពេលខ្លះពួកគាត់ជាអ្នកប្រកែប៉ុន្តែគាត់មើលអត់ឃើញពីសក្តានុពលរបស់ខ្លួនឯងទេអញ្ចឹងនៅពេលដែលយើងទៅដោះខាត់គាត់តាមពិតគាត់គឺជារាយអញ្ចឹងនៅពេលដែលយើងដោះខាត់គឺគាត់ប្រកាសជាភ្លឺចិញ្ចាញ់ហើយអញ្ចឹងអានឹងជាបេសកកម្មសម្រាប់ធំមួយសម្រាប់ជីវិតខ្ញុំផ្ទាល់ហ្មងគឺខ្ញុំបដិញ្ញាថាបុគ្គលិកដែលហៅ loyal staff បុគ្គលិកដែលគាត់មានទឹកចិត្តស្មោះត្រង់មានភក្ដីភាពចំពោះស្ថាប័នខ្ញុំត្រូវតែបដោះគាត់ឲ្យគាត់ខ្លាចជាអ្នកខ្លាំងហើយគាត់ទទួលបានផលប្រយោជន៍ពីខាងស្ថាប័នទៅវិញអានឹងជាការដែលយើងបដិញ្ញាចិត្តចាយើងអត់ឈ្នះម្នាក់ឯងទេយើងត្រូវឈ្នះទាំងស្ថាប័នទាំងបុគ្គលិកចាអ្នកគ្រូខ្ញុំស្ដាប់ឡើងពឹងច្បងចាជូនពរលោកគ្រូអ្នកគ្រូសម្រាប់ទៅលើទស្សនវិស័យបេសកកម្មមួយនេះដោយសារឃើញថាវាពិតជាបេះដូងមួយរបស់លោកគ្រូអ្នកគ្រូទាំងពីរដែលមិនត្រឹមតែជួយទៅដល់អ្នកជំងឺនៅដែលពងតែត្រូវការតម្រូវការប៉ុន្តែលោកគ្រូអ្នកគ្រូក៏អត់ភ្លេចជាមួយនឹងធនធានដែលនៅក្នុងស្ថាប័នដែលចង់ឃើញពួកគាត់កាន់តែរីកចម្រើនអញ្ចឹងខ្ញុំគិតថាបើសិនបើមានធនធានដូចលោកគ្រូអ្នកគ្រូបន្តទៀតខ្ញុំគិតថាប្រទេសកម្ពុជាយើងគឺនឹងរីកចម្រើនបានលឿនជាពិសេសម្ចាស់អាជីវកម្មគឺជួយសេដ្ឋកិច្ចបានច្រើនមែនទែនអញ្ចឹងចុងក្រោយដោយសារពេលវេលាយើងខ្លីដែរអញ្ចឹងចង់ឲ្យលោកគ្រូអ្នកគ្រូបានមានសារអ្វីខ្លីមួយដែលលោកគ្រូអ្នកគ្រូធ្លាប់ឆ្លងកាត់ដំណើរតាំងពីមុនតាំងពីរហូតមកដល់ពេលនេះខ្ញុំជឿថាលោកគ្រូអ្នកគ្រូនឹងមានរឿងចង់ចែករំលែកច្រើនប៉ុន្តែដោយសារពេលវេលាយើងមានកំណត់របស់លោកគ្រូអ្នកគ្រូក៏មានតម្លៃដូចគ្នាចង់ឲ្យលោកគ្រូអ្នកគ្រូបានចែករំលែកនៅសារអីខ្លីមួយទៅដល់ម្ចាស់អាជីវកម្មផ្សេងទៀតជាពិសេសនៅក្នុងវិស័យសុខាភិបាលនេះដែរចាអញ្ជើញលោកគ្រូអ្នកគ្រូចំពោះបងប្អូនដែលស្ថិតនៅក្នុងវិស័យសុខាភិបាលខ្ញុំជឿថាបងប្អូនអ្នកដែលគាត់ប្រកបអាជីវកម្មឬក៏បើក clinic ប្រហែលជាមានការលំបាកដោយតែពួកខ្ញុំអញ្ចឹងព្រោះពួកយើងគឺជាអ្នកបច្ចេកទេសយើងមិនមែនឈាមជ័រជាអ្នករកស៊ីពិតប្រាកដទេអញ្ចឹងគឺយើងនឹងមានផលវិបាកក្នុងការគ្រប់គ្រងចាត់ចែងហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ដូចគ្នាអញ្ចឹងអ្វីដែលជួយខ្ញុំបានគឺខ្ញុំមករៀននៅ CEO Master Club ខ្ញុំបានកែប្រែអាជីវកម្មរបស់ខ្ញុំប្រសើរឡើងហើយនេះគឺជាអ្វីដែលខ្ញុំនិយាយដោយស្មោះត្រង់ការរីកចម្រើនរបស់ស្ថាប័នខ្ញុំគឺមានរាល់ថ្ងៃដោយសារតែខ្ញុំបានរៀនពី CEO Master Club មិនមែនដោយសារខ្ញុំបកកាយទេបើសិនជាខ្ញុំបកកាយតែខ្ញុំអត់មានក្បួនទាំងអស់ហ្នឹងឬក៏ខ្ញុំអត់មានការបើកផ្លូវថាអាហ្នឹងគេធ្វើមិនទេខ្ញុំប្រហែលជានៅតែអង្គុយសុញពីអ្នកគ្រួសារដូចតែលើកមុនអញ្ចឹងបងប្អូនដែលមាន clinic បើសិនជាជួបប្រទះបញ្ហាដូចខ្ញុំអាចសាកល្បងមករៀននៅ CEO Master Club សាកល្បងមើលវគ្គណាមួយដែលបងប្អូនពងតែពិបាកបើសិនជាពិបាករឿងបុគ្គលិកអាចសាកល្បងមករៀននៅវគ្គធនធានមនុស្សកែងលោអាចមានគំនិតឬក៏ក្បួនក្នុងការគ្រប់គ្រងឬក៏យើងរៀបចំបុគ្គលិកបានប្រសើរជាងមុនចាខ្ញុំមានប៉ុណ្ណឹងចាអរគុណលោកគ្រូអ្នកគ្រូសម្រាប់កិច្ចសម្ភារនៅថ្ងៃនេះអញ្ចឹងដោយលោកគ្រូអ្នកគ្រូបានបង្ហាញចុងក្រោយគឺមានន័យថាក្នុងនាមជាម្ចាស់អាជីវកម្មជាពិសេសនៅក្នុងវិស័យសុខាភិបាលបើយើងចេះបច្ចេកទេសតែមួយមុខអត់ចេះនៅក្នុងការគ្រប់គ្រងចាត់ចែងក៏ពិបាកដូចគ្នាអញ្ចឹងនេះជាសារផ្ដាំផ្ញើពីលោកគ្រូអ្នកគ្រូក៏ដូចជាខ្ញុំជឿថា
មេរៀនបទពិសោធន៍វីដេអូមួយនេះគឺសំខាន់ខ្លាំងហើយក៏អរគុណលោកគ្រូអ្នកគ្រូម្ដងទៀតសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃខ្ញុំជឿថាពេលវេលារបស់លោកគ្រូអ្នកគ្រូគឺពិតជាថ្លៃមែនតើដែលចូលរួមសម្ភាសថ្ងៃនេះចឹងជាការចែកម្លែកមួយជួយទៅដល់បងដែលជាម្ចាស់អាជីវកម្មក្រោយៗទៀតដើម្បីគាត់កាន់តែរឹងមាំជួយសេដ្ឋកិច្ចរបស់យើងកាន់តែខ្លាំងចឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងបានមានពេលវេលាក្នុងការចែកម្លែកបន្តទៀតចាអរគុណហើយក៏អរគុណបងប្អូនដែលទស្សនាវីដេអូមួយនេះផងដែរចាក្រុមជម្រាបលាបងប្អូនអ្នកគ្នាចា